បាទសួស្តីបងប្អូនហ្នឹងហើយអ្នកទិញមន់អ្នកលក់មន់ចង់បានមន់ថ្លៃអ្នកលក់មន់ចង់បានមន់ថ្លៃអ្នកទិញមន់ចង់បានមន់ថោកអញ្ចឹងវាជាច្បាប់ធម្មជាតិអញ្ចឹងឯងគ្មានណាគេទិញមន់ចង់បានមន់ថ្លៃទេកាន់តែថោកកាន់តែល្អហើយអ្នកលក់មន់ក៏ដូចគ្នាដែរគ្មានណាគេចង់លក់បានថោកទេលក់បានកាន់តែថ្លៃកាន់តែល្អអញ្ចឹងតែយើងធ្វើយ៉ាងណាចែកគ្នារស់ផងអ្នកចិញ្ចឹមមន់អ្នកទិញមន់អីហ្នឹងសម្រាប់ត្រង់ធំលក់តាមត្រង់ធំសម្រាប់ត្រង់តូចលក់តាមត្រង់តូចត្រង់មិនសូវល្បីដូចខ្ញុំអញ្ចឹងលក់មិនបានថ្លៃលក់ធូរថ្លៃហើយមន់យកទៅជុលមានឈ្នះមានចាញ់តែអញ្ចឹងវាមិនអាចថាមន់ណាដែលយកទៅជុលទៅឈ្នះរហូតសូម្បីតែមន់ឈ្នះក៏ជុលនៅចាញ់ជុលត្រមមន់តន់ជុលមិនដឹងថាមន់ជុលឈ្នះអរគុណបងប្អូន